មានអាជីវកម្មតូចធំជាច្រើនចាប់ផ្ដើមពឹងផ្អែកទៅលើប្រតិបត្តិការលើ digital ណាមិនថាការឆ្លើយតបជាមួយនឹងអតិថិជនការគ្រប់គ្រងប្រព័ន្ធប្រតិបត្តិការទូទាត់ online ហើយធ្វើមាតិកាទៀតអញ្ចឹងបើសិនជាយើងជ្រើសរើស internet ខុសគឺវាពិបាកនៅក្នុងការបំពេញតម្រូវការទាំងអស់ហ្នឹងព្រោះរឿងនេះគួរឲ្យចាប់អារម្មណ៍មួយដែលខ្ញុំទើបតែស្វែងយល់ដែរគឺពេលខ្លះដែលសង្កេតអត់ទោះបីជាកញ្ចប់ internet ពីរហ្នឹងឃើញថាមានចំនួនល្បឿនមេវាស្មើគ្នាក៏ដោយហើយក្រោមក្រុមហ៊ុនគ្រប់គ្រងសេវាអ៊ីនធឺណិតតែមួយទេតែបើប្រភេទសេវាភ្ជាប់របស់អ៊ីនធឺណិតពីរហ្នឹងវាខុសគ្នាអញ្ចឹងល្បឿនជាក់ស្ដែងដែលយើងទទួលបានណាក៏វាមានភាពខុសគ្នាដែរចាំមើលខ្ញុំបញ្យល់ទី1ភាគច្រើនគេពេញនិយមភ្ជាប់ហ្នឹងគឺជាប្រភេទសេវាអ៊ីនធឺណិតបែបចែករំលែកឬក៏ standard business internet និយាយឲ្យសាមញ្ញវាប្រៀបដូចជាកំពង់ទឹកធំមួយដែលយើងប្រើរួមគ្នាជាមួយនឹងអ្នកផ្ទះយើងផងហើយនឹងអ្នកជិតខាងយើងផងហើយវានៅតែល្អអញ្ចឹងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃណាប៉ុន្តែនៅពេលដែលមនុស្សភាគច្រើនចាប់ផ្ដើមប្រើនៅក្នុងពេលតែមួយគឺយើងដឹងថាវាចាប់ផ្ដើមមានល្បឿនយឺតឬក៏អត់តាមចិត្តយើងអីចឹងទៅហើយមួយប្រភេទទៀតវាមានល្បឿនដូចគ្នាប៉ុន្តែវាជាប្រភេទអ៊ីនធឺណិតមួយទៀតដែលគេហៅថា dedicated internet access ឬក៏ DIA ណាដែលក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតដូចជា Mekongnet ក៏គាត់មានដែរបើន័យថាជំនួសឲ្យការចែករំលែកប្រព័ន្ធជាមួយនឹងអ្នកដទៃ DIA ប្រៀបដូចជាកំពង់ទឹកដាច់ដライមួយជាឯកជនណាដែលបំរុងទុកសម្រាប់តែអាជីវកម្មរបស់យើងឯងវាមានល្បឿនថេរហើយងាយស្រួលកំណត់ប៉ាន់ស្មានថាតើល្បឿនប៉ុណ្ណឹងវាក៏គ្រាន់សម្រាប់អាជីវកម្មរបស់យើងអត់ចាស់ស្ដែងមិនមែនអាជីវកម្មទាំងអស់គឺសុទ្ធតែត្រូវការវាទេប៉ុន្តែសម្រាប់អាជីវកម្មណាដែលគាត់ពឹងផ្អែកទៅលើប្រព័ន្ធសេវាអ៊ីនធឺណិតខ្លាំងហ្នឹងវាជាជំរើសដែលយើងគួរតែពិចារណាណាដូចជារោងចក្រឬក៏មន្ទីរពេទ្យដែលពឹងផ្អែកទៅលើប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនផ្សេងឬក៏អាជីវកម្មដែលបម្រើសេវាអតិថិជនក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូនអីចឹងទៅអញ្ចឹងបើសិនជាបងប្អូនចង់ដឹងព័ត៌មានបន្ថែមទាក់ទងជាមួយនឹងសេវាកម្ម dedicated internet access ណាគឺអាចតាក់ទងទៅខាង Mekongnet បានដែលគាត់កំពុងតែផ្ដល់ជាការពិគ្រោះយោបល់ជាក់ស្ដែងដែលឥតគិតថ្លៃហើយបើសិនជាចង់ឲ្យខ្ញុំធ្វើវីដេអូមួយទៀតតាក់ទងទៅនឹង dedicated internet access ជាមួយនឹងអាជីវកម្មដោយលម្អិតណាអាច comment ខាងក្រោមឲ្យខ្ញុំដឹងផងអរគុណ